vàថ្ងៃនេះយើងមកតវីដេអូយើងតទៀតដែរវីដេអូលើកមុនគឺលោកគ្រូបានបរិញ្ញាអំពីពាក់ព័ន្ធជាមួយនឹងឲ្យពួកយើងស្គាល់ឈ្មោះអកុលងាយឬក៏យើងហៅឈ្មោះសាមញ្ញនៃអកុលណាតែលើកនេះលោកគ្រូមកយើងបរិញ្ញាយើងហៅឈ្មោះនៃអកុលម្ដងតាមបែបប្រព័ន្ធអន្តរជាតិ IUPAC ហ្នឹងគឺយើងបានហៅបានច្រើនទាំងថ្នាក់1ទាំងថ្នាក់2និងថ្នាក់3តើចង់ដឹងថ្ងៃនេះយើងហៅបែបម៉េចអញ្ចឹងមកមើលមួយលោកគ្រូទាំងអស់គ្នាអញ្ចឹងគ្រូបានបែងចែកជាមួយពលសាអកុលជាទូទៅគឺវាមានខ្នែងនិងអត់ខ្នែងអញ្ចឹងហើយគឺទី1បើករណីតែខ្សែហ្នឹងអត់មានខ្នែងទេទី1យើងហៅថាឈ្មោះវាឈ្មោះអាការដែលយើងបានរៀនពីក្រោមមកហើយអាការហ្នឹងបូកជាមួយរចសញ្ញាវាទីតាំងនៃអកុលបូកភ្ជាប់មួយរចសញ្ញាវាដែរគឺបូកជាមួយបច្ឆិមបទវាគឺអុលហ្នឹងហើយគឺឈ្មោះអកុលអញ្ចឹងដូចកន្លែងនេះអញ្ចឹងយើងដៅលេខមក1 2ហ្នឹងហើយយើងដាក់មកថាអេតានព្រោះកបោន2គេហៅអេតអត់ឈ្មោះអាការគឺអេតានបានអុលគឺទីតាំងអូវានៅលេខបានលេខ1អញ្ចឹងទីតាំង1អេតាន1អល់ហ្នឹងហើយគឺឈ្មោះវាដែលយើងហៅសាមញ្ញការវីដេអូមុនគឺយើងហៅថាអេតាណុលហ្នឹងហើយបាទដល់ពេលមួយទៀតយើងដៅលេខមកអញ្ចឹងប្រព័ន្ធការនៃការដៅលេខវាទី1យើងត្រូវមើលយើងដៅមកពី1 2 3 4ចុះបងប្អូនថាបើគ្រូដៅពីនេះទៅកើតអត់កើតទេអញ្ចឹងយើងដៅធ្វើម៉េចឲ្យទីតាំងនៃបង្គំវិទ្យាអកុលហ្នឹងនៅទីតាំងលេខដែលតិចបំផុតបើសិនជាគ្រូដៅពីនេះទៅ1 2 3ឃើញច្រើនណាអញ្ចឹងគឺយើងអត់យកទេគឺយើងដៅពីនេះទៅធ្វើម៉េចឲ្យបង្គំវិទ្យាអកុលគឺវាមានលេខតូចអញ្ចឹងគឺឈ្មោះវាគឺគេបុយតានបានអល់របស់យើងគឺ2អល់ហ្នឹងហើយបុយតាន2អល់ហ្នឹងហើយបុរិសាបង្គំវិទ្យាអហាស់នៃអកុលហ្នឹងគឺមិនដែរគឺនៅទីតាំងលេខ2អញ្ចឹងគឺនេះគេហៅថាថ្នាក់ណានថ្នាក់1នេះថ្នាក់2បាទហើយមួយទៀតពាក់ព័ន្ធជាមួយនឹងករណីមានខ្នែងវិញម្ដងជាទូទៅកាលណាករណីមានខ្នែងគឺយើងត្រូវហៅខ្នែងមុននេះថាអត់អញ្ចឹងមកគ្រូដាក់ខាងនេះថាទី1ទីតាំងខ្នែងចង់ដឹងខ្នែងនឹងមាននៅទីតាំងលេខម៉ានបូកមួយទៀតឈ្មោះខ្នែងដែលយើងហៅថាបច្ឆិមបទនេះគឺគេអ៊ីលនៅខាងចុងឬក៏គេហៅថាអាល់គីលហ្នឹងហើយមួយទៀតនេះខ្សែមេហើយឈ្មោះអាកានបូកជាមួយរចសញ្ញាទីតាំងនៃអកលដែរភ្ជាប់ជាមួយរចសញ្ញាទៀតបច្ឆិមបទនេះគឺអល់ដូចគ្នាដែរអញ្ចឹងយើងដៅទីតាំងវាទី1ទី2ទី3បាទហ្នឹងហើយអញ្ចឹងគឺឈ្មោះវាគឺគេគឺ1 2ហើយទីតាំងខ្នែងមុនទីតាំងខ្នែងគឺគេ2មេទីលបាទ2មេទីលហ្នឹងហើយប្រូប៉ានបានអុលប្រូប៉ាន1អុលបាទហ្នឹងហើយគេហៅតាមប្រព័ន្ធ IUPAC ហ្នឹងគេហៅបែបហ្នឹងហើយមួយទៀតពាក់ព័ន្ធជាមួយទៅនឹងកន្លែងនេះដែរគឺយើងដៅមក1 2 3ឃើញទេឃើញកន្លែងហ្នឹងឃើញទីតាំង OH លេខ3គឺយើងអត់យកទេដៅធ្វើម៉េចក៏ដោយឲ្យបង្គំនីតិធ្វើម៉េច OH ហ្នឹងមានលេខតូចអញ្ចឹងគឺយើងដៅពីនេះមកវិញមកនេះគឺដៅមកគឺយើងដៅពីមក1 2 3បាទអញ្ចឹងយើងហៅមកនេះ2គេ2អេទីលបាទ2អេទីលបុយតានបាទបុយតានបានអល់2អល់អញ្ចឹងអកលហ្នឹងគឺត្រូវអកលថ្នាក់3នេះយើងមើលសម្គាល់អញ្ចឹងណានេះយើងមើលតាមកន្លែងនេះបាទតោះមួយទៀតកន្លែងនេះយើងហៅយើងដៅមកយើងអាចចាប់ផ្ដើមដៅលេខបើសិនជាគ្រូដៅទៅនេះ1 2 3 4 5 6អញ្ចឹងទីតាអកលលេខ4អញ្ចឹងបើសិនជាគ្រូដៅពីនេះទៅ1 2 3 4 5 6បាទអញ្ចឹងកន្លែងនេះលេខតិចទេអត់អញ្ចឹងគឺគ្រូដៅពីនេះមក1 2 3 4 5 6បាទហ្នឹងហើយហើយបន្តមកទៀតយើងកុំខ្វល់ថាផ្នែកនៃលេខម៉ានសំខាន់ឲ្យតែបង្គំវិទីយើងនៅត្រង់លេខតូចបាទអញ្ចឹងកន្លែងហ្នឹងដើរមកនេះបងប្អូនសង្កេតមើលផ្នែកកន្លែងនេះពីរវាមានក្លរ៉ូផងវាមានមេទីនផងអញ្ចឹងកន្លែងហ្នឹងគឺលោកគ្រូចង់បញ្ជាក់ថាអញ្ចឹងគឺយើងហៅតាមអក្សរត្រង់នៃ ABC របស់យើងហ្នឹងហើយគឺអានេះក្លរនេះគឺតាំងដល់អក្សរ C ព្រោះអក្សរ C នៅមុខគេតើអត់ដល់ពេលមេទីនគឺអក្សរ M អញ្ចឹង C និង M គឺ C នៅដើមតួមុខគេតើអត់អញ្ចឹងប្រាប់គេមកថាគេ5ក្លរ៉ូ5ក្លរ៉ូ4មេទីលបាទ4មេទីលអញ្ចឹងយើងហៅភ្ជាប់មកគឺ H អីគេអឺ
នេះគ្រូសុំសរសេរនៅខាងក្រោមតិចទេ x សានបាន all x សានព្រោះដោយសារកាបូន6គេហៅ x សានតែអត់ x សានបាន all គឺ3បាទ3 all បាទហ្នឹងហើយអញ្ចឹងគឺយើងចេះហៅណាដែលករណីមានខ្នែងvậyមិនអញ្ចឹងបង្គំវិទ្យាអកលគឺដៅធ្វើម៉េចឲ្យខ្នែងមានលេខតូចហើយបង្គំវិទ្យាក៏ត្រូវតែមានលេខតូចដូចគ្នាដែរហ្នឹងហើយដូចកន្លែងនេះអញ្ចឹងតែគ្រាន់ថាបើករណីថាខ្នែងវាចូលផ្សំជាមួយទៅនឹងបង្គំវិទ្យាអកលគឺយើងត្រូវធ្វើម៉េចឲ្យបង្គំវិទ្យាអកលហ្នឹងគឺវាមានលេខតូចតោះអត់ខ្នែងនៃលេខប៉ុន្មានលេខដែលសំខាន់ឲ្យតែនេះមានលេខតូចទេអញ្ចឹងការហៅឈ្មោះអកលតាមបែប IUPAC គឺលោកគ្រូមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនទាំងអស់គ្នា